សូមជូនរឿងតាក់ទងនឹងទំនៀមពូនភ្នំស្រូវពិធីពូនភ្នំស្រូវគេច្រើនធ្វើនៅខែមិញផល្គុនឬដើមខែចែកគឺនៅពេលផុតរដូវច្រូតកាត់អ្នកស្រុកនាំគ្នាធ្វើពិធីនេះឡើងដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុបច្ច័យសម្រាប់ព្រះសង្ឃគឺគេនាំគ្នាចំណាយផលដែលគេធ្វើបាននោះម្នាក់បន្តិចប្រមូលគ្នាយកទៅវេចំពោះព្រះសង្ឃពិធីពូនភ្នំស្រូវនេះគេច្រើនតែនិយមធ្វើនៅក្នុងទីវត្តខាងមុខព្រះវិហារពេលខ្លះគេធ្វើ3ថ្ងៃពេលខ្លះគេធ្វើ7ថ្ងៃតាមកលៈទេសៈនិងសទ្ធាជ្រះថ្លារបស់អ្នកស្រុកកាលណាចប់ហើយអាចារ្យជាអធិបតីក្នុងកិច្ចការវត្តក៏ចាត់ឲ្យឧបាសកឧបាសិកានាំគ្នាដឹកជញ្ជូនស្រូវដែលពូនជាភ្នំនោះយកទៅដាក់ឃ្លាំងវត្តបុណ្យពូនភ្នំស្រូវនេះចាប់តាំងពីថ្ងៃ1រោចខែចែកទៅមិនដែលឃើញមានទៀតទេមានសាស្ត្រាល្បែងស្លឹករឹតមួយនិយាយអំពីនាងនក់និងកឡុកបណ្ឌិតដែលតាក់ទងនឹងពិធីពូនភ្នំស្រូវមានសេចក្តីសង្ខេបដូចតទៅកាលដែលកន្លងទៅហើយមានបរិសម្នាក់ឈ្មោះកឡុកបណ្ឌិតនិងស្ត្រីម្នាក់ឈ្មោះនាងនក់នៅក្នុងភូមិជាមួយគ្នាកាលនៅវ័យក្មេងនៅឡើយអ្នកទាំងពីរនាក់នេះតែងលេងជាមួយគ្នាជាធម្មតាថ្ងៃមួយអ្នកទាំងពីរនាក់ក៏នឹកភ្នែកនិយាយអំពីអនាគតនិងបំណងរបស់ខ្លួនកឡុកបណ្ឌិតនិយាយថាណែនាងនក់អញបើយកប្រពន្ធតើតែស្រីនោះចេះគោរពអញតាមករណីកិច្ចជាភរិយាហើយបើកាលណាអញទៅងូតទឹកកំពង់ស្រីនោះត្រូវការសម្ពុតងូតតាមទៅឲ្យអញដល់កំពង់ទើបអញយកធ្វើជាប្រពន្ធនាងនក់ក៏ឆ្លើយតបវិញថាបងអើយខ្ញុំក៏មានចិត្តគិតដូចបងដែរបើបរោះណាកាន់សម្ពុតងូតខ្ញុំទៅឲ្យដល់កំពង់ទឹកហើយបម្រើខ្ញុំគ្រប់បែបយ៉ាងទើបខ្ញុំយកធ្វើជាប្តីរំលងពីនោះបន្តិចមកកឡុកបណ្ឌិតក៏ដល់អាយុចូលបួសក្នុងព្រះពុទ្ធសាសនាលុះចាកសិក្ខាបទមកវិញនាងនក់នោះក៏មិនទាន់មានប្តីម្ដាយឪពុកកឡុកបណ្ឌិតក៏ទៅស្ដីដណ្ដឹងនាងមកធ្វើជាប្រពន្ធកូនខ្លួនឲ្យបានទៅរួមសុខទុក្ខជាមួយគ្នាតទៅកឡុកបណ្ឌិតស្រឡាញ់ថ្នមប្រពន្ធណាស់មិនដែលឲ្យសៅមងអ្វីឡើយនាងនក់ក៏បម្រើប្តីតាមករណីកិច្ចរបស់ខ្លួនដែរថ្ងៃមួយប្តីប្រពន្ធនាំគ្នាទៅងូតទឹកនាងនក់នឹកឃើញពាក្យដែលខ្លួនបាននិយាយលេងនឹងគ្នាកាលពីក្មេងលុះងូតរួចក៏ឡើងត្រឡប់ទៅផ្ទះមុនប្តីធ្វើជាភ្លេចក្រមាកឡុកបណ្ឌិតឃើញប្រពន្ធភ្លេចក្រមាងូតទឹកក៏ស្រែកប្រាប់នាងនក់ប្រាប់ទៅវិញថាបងកាន់យកមកឲ្យខ្ញុំផងកឡុកបណ្ឌិតក៏កាន់យកក្រមាងូតទឹករបស់ប្រពន្ធទៅផ្ទះទៅដល់ផ្ទះហើយនាងនក់រៀបបាយទឹកជូនប្តីបរិភោគរួចស្រេចពេលចូលដំណេកសំណេះសំណាលពីនេះពីនោះនាងនក់ក៏និយាយចំអន់ប្តីលេងថាណែបងភ្លេចហើយឬនៅកាលយើងនៅពីក្មេងទាំងអស់គ្នាខ្ញុំបាននិយាយនឹងបងថាបើខ្ញុំយកប្តីតើតែប្តីនោះបម្រើហើយកាន់ក្រមាងូតទឹកឲ្យខ្ញុំទើបខ្ញុំយកធ្វើជាប្តីឥឡូវនេះខ្ញុំបានប្តីកាន់ក្រមាងូតទឹកឲ្យមែនសំតាមបំណងរបស់ខ្ញុំហើយកឡុកបណ្ឌិតស្ដាប់ប្រពន្ធនិយាយដូច្នោះនឹកឃើញរឿងដើមក៏កើតសេចក្តីខ្មាស់អៀននឹងប្រពន្ធនឹកក្នុងចិត្តថាមិនគួរចាញ់ប្រៀបមនុស្សស្រីសោះហើយក៏ឈប់និយាយលេងតទៅទៀតប្រពន្ធមិនដឹងជាប្តីអន់ចិត្តនឹងសម្ដីខ្លួនក៏នន្ទ្រាលក់ទៅកឡុកបណ្ឌិតក៏លបលួចយកសំពៅមួយធ្វើដំណើររត់ចេញទៅទាំងយប់លុះព្រឹកឡើងទៅដល់នគរមួយដែលមានស្ដេចសោយរាជមាននាមថាស្ដេចបំផ្លាញឈ្មួញលុះដឹងថាមានសំពៅមួយមកចតនៅកំពង់ខ្លួនស្ដេចនោះត្រេកអរណាស់ទើបប្រើសេនារៀបភោជនាហារជប់លៀងកឡុកបណ្ឌិតជានាយសំពៅដោយចាត់ឲ្យមានមនុស្សបម្រើពុំមានខ្ចោះទ្រង់សំណេះសំណាលរាក់ទាក់នឹងនាយសំពៅហើយឃាត់ឲ្យនាយសំពៅនៅកំសាន្ត2-3ថ្ងៃសិននៅពេលដែលកឡុកបណ្ឌិតកំពុងតែបរិភោគអាហារ
ស្ដេចបំផ្លាញឈ្មួញនោះក៏ចាត់បម្រើឲ្យយកអណ្ដើកមាសមួយទៅលាក់ទុកក្នុងសំពៅ 2-3 ថ្ងៃក្រោយមកកឡុកបណ្ឌិតក៏ឡើងទៅក្រាបបង្គំលាស្ដេចចេញដំណើរទៅទៀតស្ដេចនោះស្រាប់តែចោទប្រកាន់កឡុកបណ្ឌិតថាណែមាននុកយើងរាប់អានស្រឡាញ់ឯងខាត់ឯងឲ្យនៅកំសាន្ត 2-3 ថ្ងៃមិនគួរឯងមានគំនិតអាក្រក់មកលួចទ្រព្យសម្បត្តិដែលជាគេមរតកយើងទៅសោះឯងចេញទៅមិនទាន់បានទេចាំយើងរើរកមើលទ្រព្យយើងសិនកឡុកបណ្ឌិតមិនដឹងក៏ស្ដេចបំផ្លាញឈ្មួញក៏ទូលតបថាសូមចាត់បម្រើឲ្យរើមើលចោះបើឃើញមានទ្រព្យអ្វីជារបស់ព្រះអង្គពិតប្រាកដខ្ញុំព្រះអង្គសូមនៅជារាជបម្រើហើយប្រគល់ទាំងសំពៅនិងអីវ៉ាន់ដែលផ្ទុកក្នុងនោះទាំងប៉ុន្មានថ្វាយព្រះអង្គទៀតស្ដេចបំផ្លាញឈ្មួញក៏ចាត់បម្រើឲ្យរើភ្លាមលុះឃើញអណ្ដើកមាសហើយក៏រឹបអូសយកសំពៅព្រមទាំងទ្រព្យរបស់រួចដាក់កឡុកបណ្ឌិតជាបម្រើតាមកិច្ចសន្យាថ្លែងពីនាងនក់ព្រឹកឡើងរកប្តីមិនឃើញក៏ឆោឡោចាត់បម្រើឲ្យដើររកលុះដឹងថាបាត់សំពៅមួយទើបនាងយល់ជាក់ថាប្តីច្បាស់ជារត់ចោលនាងហើយព្រោះតែពាក្យសម្ដីដែលនាងនិយាយចំអន់លេងពីល្ងាចនោះនាងនក់ក៏រៀបចំអីវ៉ាន់ដាក់សំពៅធ្វើដំណើរចេញទៅតាមប្តីដោយយកទាំងសារិកាដែលនាងចិញ្ចឹមទៅផងលុះទៅដល់នគរស្ដេចបំផ្លាញឈ្មួញនាងក្រឡេកទៅឃើញស្គាល់ជាសំពៅប្តីនាងទើបនាងខំគុនរកមើលប្តីតែមិនឃើញសោះព្រោះគេចាត់ឲ្យទៅធ្វើការនៅទីដទៃឆ្ងាយនាងក៏សំចតនៅទីនោះសិនចាំស៊ើបការមើលឯស្ដេចទុច្ចរិតមើលឃើញសំពៅពោពេញទៅដោយទំនិញផ្សេងមកដល់ទៀតនឹកអក៏ធ្វើល្បិចដូចមុនលុះដល់នាងនិងបរិវារចេញទៅទទួលការជប់លៀងរបស់ស្ដេចពួករាជបម្រើក៏យកអណ្ដើកមាសទៅលាក់ដូចមុនទៀតប៉ុន្តែសារិកាដែលទុំលើដងក្តងខ្ពស់បានឃើញការពុំគួរទាំងអស់លុះម្ចាស់វិលមកវិញក៏វាប្រាប់តាមដំណើរដែលឃើញនាងក៏ចាត់បម្រើឲ្យយកអណ្ដើកទៅចងពន្លិចក្នុងទឹកភ្លាមនៅយូរថ្ងៃគុនមើលប្តីមិនឃើញនាងក៏ឡើងទៅលាស្ដេចដើម្បីចេញដំណើរទៅទៀតស្ដេចបំផ្លាញឈ្មួញក៏តាំងចោទនាងដូចមុនទៀតនាងនក់សន្យានឹងស្ដេចថាបើកាលណារកទៅឃើញអីវ៉ាន់របស់ស្ដេចនៅក្នុងសំពៅនាងសុខចិត្តថ្វាយជីវិតនិងសំពៅព្រមទាំងរបស់ដែលផ្ទុកក្នុងសំពៅជាភ័ព្វល្អដល់នាងស្ដេចនោះក៏ធ្លោយព្រះអោសបដិញ្ញានឹងនាងថាបើកាលណារកទៅមិនឃើញរបស់ទ្រព្យអ្វីនៅក្នុងសំពៅនាងទេស្ដេចសុខចិត្តផ្ទេររាជសម្បត្តិនិងខ្ញុំកំដរទាំងអស់ឲ្យនាងនិយាយក៏ខិតនឹងគ្នារួចហើយស្ដេចក៏ចាត់បម្រើឲ្យរើក្នុងសំពៅភ្លាមតែពុំឃើញអណ្ដើកមាសនោះសោះទើបសុខចិត្តផ្ទេររាជតាមពាក្យបដិញ្ញានាងនក់មិនព្រមទទួលរាជនោះទេនាងសុំយកតែសំពៅ5ដែលផ្ទុកដោយទំនិញពេញហើយសំរើសអ្នកបម្រើម្នាក់ខណៈនោះស្ដេចក៏សុខចិត្តធ្វើតាមហើយក៏ទ្រង់បង្គាប់ឲ្យប្រជុំខ្ញុំកំដរដែលចាត់ទៅទាំងចិត្តឆ្ងាយឲ្យចូលមកដើម្បីនាងរើសពេលនោះនាងក៏បានឃើញប្តីស្លៀកពាក់អាវកណ្ដិចកណ្ដាចស្ទើរតែមើលមិនស្គាល់ទើបនាងទទួលស្ដេចថាសូមយកមនុស្សបម្រើម្នាក់គឺកឡុកបណ្ឌិតនេះឯងហើយទើបចាត់ឲ្យជញ្ជូនអីវ៉ាន់ដាក់ពេញសំពៅទាំង5នាយកឡុកបណ្ឌិតលុះឃើញប្រពន្ធមកតាមជួយខ្លួនឲ្យរួចពីអំពើទឹកទោសត្រេកអរពន់ពេកក៏សុំឲ្យនៅលេងទីនោះមួយយប់ទៀតនិយាយពីស្ដេចទុច្ចរិតលុះធ្វើការមិនបានស្រេចដោយបំណងកើតក្តៅក្រហាយមិនអស់ចិត្តក៏ហៅបរិវារដែលយកអណ្ដើកមាសទៅលាក់មកសួរបញ្ជាក់បរិវារបង្គំទូលថាការដែលខ្ញុំព្រះអង្គយកទៅលាក់គ្មានឃើញនរណាទេឃើញតែសត្វសារិកាមួយទុំនៅលើដងក្តោងឬតែប៉ុណ្ណោះស្ដេចពាលក៏យល់ការទើបបង្គាប់ឲ្យទៅបញ្ឆោតចាប់សារិកានោះមកសម្លាប់ចោលពួកបរិវារក៏ទៅចាប់បានសារិកាយកមកថ្វាយស្ដេចបញ្ជាឲ្យដករោមម្ដងមួយរួចសឹមឲ្យវាយសម្លាប់បរិវារអ្នកសម្លាប់សារិកានោះប្រុងនឹងប្រឡាក់អាំងស៊ីតែភ្លេចយកអំបិលមក
ក៏ទុកសារិកានោះនៅកន្លែងមួយហើយរត់ទៅយកអំបិលជាភពល្អសារិកានោះមិនទាន់ស្លាប់ទេគ្រាន់តែសន្លប់លុះភ្ញាក់ស្មារតីដឹងខ្លួនឡើងក៏ខំលោតចូលទៅពួនក្នុងរន្ធគល់ឈើមួយនៅក្បែរនោះបរិវារដែលរត់ទៅយកអំបិលលុះត្រឡប់មកវិញរកសារិកាមិនឃើញក៏ហីទៅរីឯកឡុកបណ្ឌិតនិងនាងនក់លុះរៀបចំដំណើរចេញទៅរកសារិកាមិនឃើញក៏ប្រើបំរើឲ្យដើររកតែរកមិនឃើញទៀតទើបចាត់ការចេញសំពើទៅចំណែកឯសត្វសារិកាដែលពួននៅក្នុងរូងឈើនោះលុះយប់ស្ងាត់ឃើញស្ដេចកណ្ដុរសមួយចេញដើររកអាហារក៏សាកសួរគ្នាហើយសុំឲ្យកណ្ដុរសជួយកាយរូងមួយសម្រាប់នៅបណ្ដោះអាសន្នទម្រាំដោះរោមពេញនឹងបានសងគុណឲ្យគប់ចិត្តស្ដេចកណ្ដុរសក៏ព្រមមួយខែកន្លងមកសារិកាក៏ដោះរោមពេញដូចដើមហើយគិតរកមធ្យោបាយសងគុណគេវិញទើបនិយាយទៅកាន់ស្ដេចកណ្ដុរថាសូមលោកជួយកាយរូងមួយទៅដល់វត្តហើយធ្វើរន្ធបង្ហុយចេញតាមព្រះអោសព្រះជីវរធំក្នុងព្រះវិហារឲ្យមានប្រហោងល្មមបញ្ចេញសម្លេងបានស្ដេចកណ្ដុរសក៏ទទួលធ្វើតាមលុះធ្វើស្រេចហើយសារិកាក៏ចូលទៅសម្ងំចាំលុះឃើញសាមណេរមួយអង្គចូលទៅទន្ទិញធម៌នៅក្នុងព្រះវិហារនោះវាក៏បញ្ចេញសម្លេងខ្លាញ់ធ្វើជាព្រះចេះនិយាយថាណែសាមណេរនៅទន្ទិញធម៌ដល់ណាទៀតម្ដេចមិនទៅប្រាប់អាចារ្យឲ្យប្រមូលគ្នាមកធ្វើបុណ្យភ្នំស្រូវទាន់អញតថាគតនៅសាមណេរឮដូច្នោះហើយភ័យណាស់រត់ទៅពិតលោកគ្រូចៅអធិការមកមើលលុះឮពាក្យដដែលមែនក៏ចេញទៅទូងស្គរហើយអ្នកស្រុកឲ្យប្រជុំគ្នាធ្វើបុណ្យភ្នំស្រូវកំណត់7ថ្ងៃអ្នកស្រុកនាំគ្នារែកស្រូវនំនែកផ្លែឈើផ្សេងទៅចាក់កោធាក្នុងព្រះវិហារហើយធ្វើពិធីបុណ្យតាមលំនាំសាសនាយ៉ាងអកធឹកសត្វសារិកាបានឱកាសហើយក៏ទៅប្រាប់ស្ដេចកណ្ដុរសថាចូលលោកនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះមកទុកដាក់បំរុងជាស្បៀងចោះខ្ញុំលាលោកទៅរកម្ចាស់ខ្ញុំហើយក្រោយពីនោះមកតែដល់ថ្ងៃខួបនោះអ្នកស្រុកក៏ចេះតែនាំគ្នាធ្វើបុណ្យភ្នំស្រូវជាប់ជាទំនៀមរហូតមកយើងខ្ញុំសូមអរគុណដល់អស់លោកស្រីនាងកញ្ញាដែលបានស្ដាប់កំសាន្តតាំងពីដើមរហូតមកដល់ចប់សូមលោកអ្នកចុច Subscribe ដើម្បីទទួលបាននូវរឿងព្រេងនិទានជាច្រើនបន្តបន្ទាប់ទៀតសូមអរគុណ